ការរស់នៅម្នាក់ឯងជាការភ័យខ្លាចសម្រាប់មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះជាញឹកញាប់តែមនុស្សយើងតែងតែឃើញពីភាពជោគជ័យក្នុងជីវិតរបស់អ្នកដទៃជាងអាចមើលឃើញពីសុភមង្គលរបស់គេតាមរយៈបណ្ដាញសង្គមជាដើមថ្ងៃនេះនៅក្នុង podcast អានសៀវភៅជួយពង្រីកគំនិតអេពីសូត 8 នេះនឹងលើកយកការរៀននៅម្នាក់ឯងមកនិយាយតើការនៅម្នាក់ឯងមានចំណុចពិសេសអ្វីខ្លះតើល្អឬទេដែលចំណាយពេលវេលារស់នៅតែម្នាក់ឯងច្រើនជីវិតដែលមានក្តីសុខជាជីវិតដែលហុំព័ទ្ធដោយមនុស្សល្អៗជាច្រើននៅជុំវិញរីឯការរៀននៅម្នាក់ឯងគឺជាជំហានសំខាន់មួយក្នុងការបង្កើនសមត្ថភាពឯករាជ្យនិងការអភិវឌ្ឍខ្លួនឯងប្រសិនបើអ្នកអាចគ្រប់គ្រងលើអារម្មណ៍ភ័យខ្លាចការរស់នៅម្នាក់ឯងបាននោះអ្នកនឹងអាចទទួលបានរឿងអស្ចារ្យជាច្រើនរស់នៅម្នាក់ឯងអាចស្ដាប់ទៅគួរឲ្យខ្លាចប៉ុន្តែបើសិនជាយើងចេះចាត់ចែងពេលវេលាឲ្យបានត្រឹមត្រូវនិងមានវិធីសាស្ត្រក្នុងការបំបត្តិភាពឯកានិងធ្វើឲ្យខ្លួនឯងរីករាយគឺយើងមុខជាអាចបន្តរស់នៅតែម្នាក់ឯងដោយគ្មានកង្វល់ទាំងអស់នេះជាវិធីសាស្ត្រដែលអាចជួយឲ្យយើងអាចរស់នៅម្នាក់ឯងបានមានដូចជា1ចេះនៅជាមួយខ្លួនឯងក្នុងសម័យនេះគឺយើងត្រូវចេះបង្កើតភាពរីករាយដោយខ្លួនឯងមិនចាំបាច់តើតែមានអ្នកដទៃឬមិត្តភ័ក្តិបង្កបរិយាកាសនោះឡើយអ្នកត្រូវចេះរីករាយជាមួយនឹងភាពស្ងប់ស្ងាត់និងបន្សាំខ្លួនឯងជាមួយភាពឯកា2ស្វែងរកចំណង់ចំណូលចិត្តថ្មីៗដើម្បីមិនធ្វើឲ្យយើងឯកាចូលសាកល្បងស្វែងរកសកម្មភាពថ្មីៗដើម្បីធ្វើហើយស្គីបស្ទង់ថាតើយើងអាចរកឃើញចំណង់ចំណូលចិត្តថ្មីមួយដែរឬទេ3សរសេរពីអារម្មណ៍របស់អ្នកមានពេលខ្លះដែលយើងកាត់ទុកឬមានអារម្មណ៍មិនល្អឬឯកាជាដើមដូច្នេះកុំលាក់ទុកក្នុងចិត្តអីសូមយកប៊ិចមកសរសេរវានៅលើក្រដាសសៀវភៅពីអារម្មណ៍របស់អ្នកដើម្បីរំសាយវាចេញមកខាងក្រៅបើសិនជាអ្នកមិនចង់ចែករំលែករឿងនេះជាមួយអ្នកដទៃទេនោះ4ថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តការរៀនរស់នៅម្នាក់ឯងគឺមានន័យថាខ្លួនទីពឹងខ្លួនអញ្ចឹងហើយវាសំខាន់ណាស់តែអ្នកត្រូវចេះមើលថែទាំសុខភាពរាងកាយខ្លួនឯងដោយទទួលទានអាហារសម្បូរជីវជាតិឬក៏ហាត់ប្រាណហើយការថែទាំសុខភាពផ្លូវចិត្តវិញគឺគួរតែអប់រំផ្លូវចិត្តដោយការស្ដាប់សំឡេងភ្លេងតិចៗអង្គុយស្ងៀមដើម្បីស្ដាប់សំឡេងបេះដូងរបស់ខ្លួនឯង5រក្សាទំនាក់ទំនងស្អិតល្មួតជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិអ្នករស់នៅតែម្នាក់ឯងមែនតែក៏មិនមែនមានន័យថាអ្នកត្រូវផ្ដាច់ការទំនាក់ទំនងជាមួយមនុស្សខាងក្រៅឯណាដូច្នេះអ្នកត្រូវរក្សាទំនាក់ទំនងល្អជាមួយគ្រួសារមិត្តភ័ក្តិដើម្បីចាំជួយលើកទឹកចិត្តគ្នាទៅវិញទៅមកត្រូវចេះរៀនរស់ម្នាក់ឯងព្រោះមិនមែនគ្រប់គ្នាអាចនៅក្បែរយើងរហូតនោះទេជួនកាលការរស់នៅម្នាក់ឯងវាធ្វើឲ្យយើងឯកាជួនកាលវាធ្វើឲ្យយើងចូលពីខ្លួនឯងកាន់តែច្បាស់នោះហើយជាឱកាសដែលឲ្យយើងស្វែងរកឃើញខ្លួនឯងដឹងពីគោលបំណងដែលយើងត្រូវធ្វើអ្វីម្យ៉ាងនៅពេលនេះព្រោះយើងនឹងវង្វេងតាមសំឡេងអ្នកដទៃអូសទាញឲ្យយើងទៅធ្វើអ្វីតាមគោលដៅរបស់គេតែមិនមែនជាអ្វីដែលយើងធ្លាប់សម័យចង់ធ្វើវាសោះយើងនឹងមិនវង្វេងក្នុងជីវិតនេះព្រោះតែលុយដែលធ្វើឲ្យយើងមិនចូលថាខ្លួនឯងត្រូវធ្វើអ្វីទើបស័ក្តិសមនឹងខ្លួនឯងទៀតទេការចំណាយពេលវេលានៅតែម្នាក់ឯងរមែងផ្ដល់ឲ្យយើងនូវភាពស្ងប់ស្ងាត់មិនសូវច្របូកច្របល់មិនខ្ជះខ្ជាយពេលវេលាទៅលើមជ្ឈដ្ឋានខាងក្រៅខ្លួនដែលនាំឲ្យយើងរវល់តែមិនសូវរីកចម្រើន
បើចង់រឹងមាំត្រូវរៀនធ្វើដំណើរតែម្នាក់ឯងជាងតែសង្កេតឃើញមនុស្សមួយចំនួនកាត់មកជាមួយនឹងទេពកោសល្យដ៏អស្ចារ្យប៉ុន្តែដោយសារតែរវល់ជាមួយបរិយាកាសខាងក្រៅខ្លួនច្រើនពេករហូតមិនយកពេលវេលានៅម្នាក់ឯងមិនមានពេលវេលាហ៊ានចាប់ផ្ដើមបញ្ចេញទេពកោសល្យរបស់ខ្លួនឯងទើបទេពកោសល្យដ៏អស្ចារ្យត្រូវរលាយព្រោះមិនព្រមយកមកប្រើប្រាស់ឲ្យកើតជាប្រយោជន៍ដល់ខ្លួនឯងឬក៏ផ្ដល់ដល់អ្នកដទៃរៀននៅម្នាក់ឯងរៀនពឹងលើខ្លួនឯងឲ្យបានច្រើនជាងពឹងលើអ្នកដទៃព្រោះអ្នកដទៃនឹងចាក់ចេញពីយើងទៅនៅថ្ងៃណាមួយមិនខានទោះបីគ្មានបំណងទៅចោលយើងក៏ដោយក៏គេគង់តែស្លាប់ទៅវិញដែរដោយសារការស្លាប់គឺទៀងសម្រាប់មនុស្សគ្រប់គ្នាដែលគ្មានអ្នកណាអាចជារួចឡើយសូម្បីតែយើងខ្លួនឯងផ្ទាល់ក៏ដោយដូច្នេះហើយកុំរស់នៅពឹងពាក់អាស្រ័យលើអ្នកដទៃទាំងស្រុងពេកគួរតែប្រឹងប្រែងរៀនរស់តែម្នាក់ឯងបើដើរដួលត្រង់ណាត្រូវព្យាយាមងើបនៅត្រង់នោះឡើងវិញងើបឲ្យបានឆាប់រហ័សទើបអ្នកដទៃមិនដឹងថាអ្នកបានដួលម្នាក់ឯងអាចធ្វើឲ្យយើងឯកាតែក៏អាចធ្វើឲ្យយើងរីកចម្រើនលូតលាស់ជាលំដាប់ដែរព្រោះតែយើងមានពេលវេលាធ្វើកិច្ចការដែលត្រូវធ្វើវាឲ្យបានសម្រេចហើយនេះក៏ជាអ្វីៗដែលអ្នកជោគជ័យលើโลกនេះតែងតែជ្រើសរើសនៅតែម្នាក់ឯងដើម្បីកិច្ចការងារធំនិងប្រឹងប្រែងសង្ងំធ្វើការងារដែលបានសញ្ជឹងគិតនោះរហូតចេញជារូបរាងពិតបង្ហាញឲ្យពិភពលោកខាងក្រៅបានឃើញហើយការងារនោះនឹងរុញឲ្យបុគ្គលដែលខិតខំប្រឹងធ្វើកាន់តែទទួលបានកិត្តិយសល្បីល្បាញបន្ទាប់ពីអ្នកដទៃបានមើលឃើញពីសមត្ថភាពរបស់គេហើយនោះជាទូទៅមនុស្សយើងមិនសូវឃើញសត្វឥន្ទ្រីហោះហើរពេញមេឃដោយសារស្លាបដទៃទៀតទេប្រហែលជាយើងអាចមើលឃើញសត្វឥន្ទ្រីនៅក្នុងសួនសត្វក៏ប៉ុន្តែយើងមិនអាចជួបសត្វឥន្ទ្រីនៅក្នុងជីវិតប្រចាំថ្ងៃដោយសត្វចាបសត្វព្រាបឬសត្វជាកម្មនោះឡើយសត្វឥន្ទ្រីជាស្ដេចស្លាបវាចូលចិត្តហោះហើរទៅទីខ្ពស់ហួសពីភ្នែកមនុស្សអាចមើលឃើញវាចូលចិត្តហោះហើរប្រឡែងលេងជាមួយព្យុះភ្លៀងដើម្បីចាប់ចំណីវាមិនស៊ីសត្វងាប់ជាអាហារវាចូលចិត្តនៅតាមចរឡងភ្នំខ្ពស់ភ្នែករបស់វាអាចមើលឃើញបានឆ្ងាយរីឯក្រញាំជើងរបស់វាអាចចាប់សត្វដែលធំជាងវាដល់ទៅ3ដងនៅមានអ្វីៗជាច្រើនទៀតដែលពិសេសមាននៅក្នុងសត្វឥន្ទ្រីតាមរយៈការសិក្សារបស់ខ្ញុំពីសត្វឥន្ទ្រីវាមានចំណុចជាច្រើនដែលពិសេសហើយអ្នកទាំងអស់គ្នាគួរតែសិក្សាពីសត្វឥន្ទ្រីឲ្យបានច្រើនពីព្រោះថានៅក្នុងសត្វឥន្ទ្រីមានចំណុចជាច្រើនដែលយើងអាចចូលមករៀនសូត្របាននេះហើយជាមូលហេតុដែលខ្ញុំលើកយកសត្វឥន្ទ្រីមកនិយាយនៅក្នុងចំណុចនេះក៏ព្រោះតែសត្វឥន្ទ្រីបានបង្ហាញខ្ញុំឲ្យយល់ពីភាពដែលអង់អាចក្លាហានហ៊ានធ្វើអ្វីតែម្នាក់ឯងដើម្បីជំនះឧបសគ្គគ្រប់បែបយ៉ាងនៅក្នុងជីវិតទាំងអស់នេះគ្រាន់តែមួយផ្នែកតូចដែលខ្ញុំលើកយកមកបង្ហាញនៅក្នុង podcast មួយនេះទេពិតណាស់ថាមនុស្សខ្លាំងជាមនុស្សរងនៅការលំបាកការឈឺចាប់ការលះបង់ជាច្រើនទម្រាំតែអាចដើរតែម្នាក់ឯងបានចាប់ផ្ដើមពង្រឹងសមត្ថភាពឲ្យបានខ្លាំងនៅក្នុងថ្ងៃនេះព្រោះបើយើងមិនចាប់ផ្ដើមនៅពេលនេះទេថ្ងៃស្អែកយើងក៏មិនអាចរឹងមាំបានឡើយតែបើយើងប្រឹងនៅថ្ងៃនេះថ្ងៃស្អែកថ្ងៃខាងស្អែកថ្ងៃខាងស្អែកមួយទៀតយើងនឹងអាចមើលឃើញពីសមត្ថភាពរបស់ខ្លួនឯងកាន់តែពង្រឹងខ្លួនឯងឲ្យរឹងមាំកាន់តែចង់នៅម្នាក់ឯងព្រោះតែការគិតនិងការខិតខំរបស់យើងខុសពីអ្នកដទៃដែលធ្វើអ្នកដទៃមើលឃើញយើងថាជាមនុស្សខុសគេតែមិនខុសផ្លូវទៅរកក្តីសម័យឬគោលបំណងដែលយើងកើតមកសម្រាប់ធ្វើវាល្អជាជាងខំប្រឹងយកខ្លួនឯងសម្របទៅតាមអ្នកដទៃ
តែក្នុងខ្លួនឯងបែរជាគ្មានតម្លៃគ្មានក្តីសង្ឃឹមទៅវិញអូខេខ្ញុំសង្ឃឹមថា podcast មួយនេះនឹងជួយលើកជាកម្លាំងចិត្តដល់អ្នកទាំងអស់គ្នាដែលកំពុងតែបាក់ទឹកចិត្តត្រឡប់មកមើលថែខ្លួនឯងឡើងវិញអរគុណជួបគ្នានៅវីដេអូក្រោយទៀត